បងប្អូនដែលគាត់តឹងរងចាំលំហាត់ប្រាណនៅលើ YouTube ឥឡូវនេះខ្ញុំត្រឡប់មកវិញហើយជាមួយនឹងលំហាត់ប្រាណសម្រក់ខ្លាញ់នៅលើក្បាលពោះហើយលំហាត់ប្រាណនេះគឺបែបស្រាលៗសម្រាប់បងប្អូនដែលគាត់ទៅតែចាប់ដើមហាត់ដំបូងក៏បងប្អូនទាំងអស់គ្នាអាចហាត់បានដែរលំហាត់ប្រាណរបស់យើងនៅក្នុងថ្ងៃនេះគឺយើងមាន15លំហាត់ប្រាណនៅក្នុងមួយលំហាត់ប្រាណគឺយើងធ្វើ30វិនាទីហើយយើងសម្រាប់10វិនាទីតើលើកុំឲ្យខាត់ពេលយូរយើងទៅមើលលំហាត់ប្រាណនឹងទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាលំហាត់ប្រាណទី1បងប្អូនទាំងអស់គ្នាដាក់ដៃចេះមកហើយយើងបវលខ្លួនត3 2 1យើងធ្វើទាំងអស់គ្នាលំហាត់ប្រាណនេះស្រាលបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ទៅតែចាប់ផ្ដើមហាត់ដំបូងក៏បងប្អូនទាំងអស់គ្នាអាចហាត់បានដែរបងប្អូនទាំងអស់គ្នាកុំភ្លេចមើលជើងរបស់ខ្ញុំផងណានៅពេលដែលយើងងាកទៅខាងឆ្វេងងាកទៅខាងស្ដាំជើងរបស់យើងគឺយើងចំអើតអញ្ចឹងលំហាត់ប្រាណនេះគឺវាជួយសម្រកផ្នែកចំហៀងនៃក្បាលពោះរបស់យើងចូលមកដល់លំហាត់ប្រាណទី2បងប្អូនទាំងអស់គ្នាដាក់ដៃខាងក្រោយស្លឹកត្រចៀករបស់យើងបន្ទាប់មកយើងលើកជើងរបស់យើងជង្គង់របស់យើងមករកកែងដៃរបស់យើងឆ្លាស់គ្នាឆ្វេងស្ដាំអញ្ចឹងណាបងប្អូនតោះឆ្លាស់គ្នាឆ្វេងស្ដាំនៅពេលដែលបងប្អូនទាំងអស់គ្នាលើកជើងឡើងយើងទប់ដង្ហើមទម្លាក់ជើងចុះយើងដកដង្ហើមចេញវិញយើងធ្វើដៃស្ដាំជាមួយនឹងជើងឆ្វេងមុនបងប្អូនទាំងអស់គ្នាធ្វើមួយបងប្អូនអរគ្នាទប់ខ្លួនឲ្យជាប់សិនចាំបងប្អូនអរគ្នាលើកជើងមកខាងទៀតមួយហើយបងប្អូនអរគ្នាមានអារម្មណ៍ឲ្យត្រូវជាមួយនឹងក្បាលពោះរបស់យើងហើយយើងអនុវត្តជើងម្ខាងទៀតរបស់យើងដូចគ្នាតែយើងស្រាក់10វិនាទីសិនដកដង្ហើមចេញដកដង្ហើមចូលបងប្អូនអរគ្នាចង់ហាត់ប្រាណអត់ហត់តើបងប្អូនអរគ្នាចេះពីវិធីសាស្ត្រក្នុងការដកដង្ហើមលើកចេញដកដង្ហើមចូលដកដង្ហើមចេញបងប្អូនទាំងអស់គ្នាអនុវត្តមួយតោះយើងចូលដល់លំហាត់ប្រាណទី4របស់យើងបងប្អូនទាំងអស់គ្នាកថេជើងដៃរបស់យើងអោនទៅប៉ះចុងជើងរបស់យើងយើងធ្វើទាំងអស់គ្នាមួយប៉ះចុងជើងរបស់យើងដៃឆ្វេងប៉ះចុងជើងស្ដាំដៃស្ដាំប៉ះចុងជើងឆ្វេងលំហាត់ប្រាណនេះស្រាលទេបងប្អូនទាំងអស់គ្នាហាក់ត្រូវការប្រើឧបករណ៍អីទាំងអស់បងប្អូនទាំងអស់គ្នាចង់ហាត់នៅកន្លែងណាក៏បានដែរចូលមកដល់លំហាត់ប្រាណទី5បងប្អូនទាំងអស់គ្នាដាក់ដៃខាងក្រោយស្លឹកត្រចៀកហើយយើងលើកជើងរបស់យើងប៉ុន្តែលើកនេះយើងលើកស្របគ្នាវិញម្ដងដៃឆ្វេងជើងឆ្វេងដូចគ្នាតោះមួយយើងអត់ចាំបាច់ប្រញាប់ទៅណាបងប្អូនទាំងអស់គ្នាហើយពេលដែលបងប្អូនទាំងអស់គ្នាលើកជើងឲ្យមានអារម្មណ៍ថាត្រូវជាមួយនឹងក្បាលពោះរបស់យើងអានេះលំហាត់ប្រាណនេះគឺវាត្រូវផ្នែកខាងឆ្វេងចំហៀងនៃក្បាលពោះរបស់យើងយើងសម្រាប់10វិនាទីសិនហើយយើងអនុវត្តទៅលើចំហៀងខាងស្ដាំរបស់យើងវិញម្ដងតើបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាយើងចូលដល់លំហាត់ប្រាណមួយទៀតលំហាត់ប្រាណនេះបងប្អូនទាំងអស់គ្នាដាក់ដៃចេះមកហើយយើងលើជង្គង់របស់យើងឆ្លាស់គ្នាឆ្វេងស្ដាំមករកកែងដៃរបស់យើងតើបងប្អូនទាំងអស់គ្នាឆ្វេងស្ដាំជង្គង់ស្ដាំមករកដៃឆ្វេងមកបងប្អូនលំហាត់ប្រាណនេះគឺជួយសម្រកខ្លាញ់ក្បាលពោះផ្នែកខាងក្រោមរបស់យើងណា ស្រាមួយតែបែកញើសខ្ចាយបងប្អូន ត
តបងប្អូនដល់គ្នាយើងចូលដល់លំហាត់ប្រាណមួយទៀតយើងលាតដៃចេះមកបើយើងដៃរបស់យើងនឹងយើងទៅប៉ះដៃរបស់យើងឆ្លាស់គ្នាឆ្វេងស្ដាំតចូលដល់លំហាត់ប្រាណមួយទៀតបងប្អូនទាំងអស់គ្នាដាក់ដៃខាងក្រោយស្លឹកត្រចៀកយើងផ្អៀងខ្លួនរបស់យើងឆ្វេងស្ដាំត3 2 1បងប្អូនទាំងអស់គ្នាចូលដល់លំហាត់ប្រាណទី10បងប្អូនទាំងអស់គ្នាដាក់ដៃរបស់យើងនឹងខាងលើមកហើយយើងអុកយើងធ្វើជើងស្ដាំរបស់យើងជាមុនសិនលំហាត់ប្រាណនេះគឺវាជួយសម្រកខ្លាញ់ក្បាលពោះផ្នែកខាងក្រោមរបស់យើងសម្រាប់បងប្អូនអ្នកដែលគាត់មានបញ្ហាដកខាងក្រោមពោះអីបងប្អូនទាំងអស់គ្នាអាចសាកល្បងធ្វើលំហាត់ប្រាណនេះបានតើបងប្អូនយើងអនុវត្តទៅលើជើងរបស់យើងម្ខាងទៀតដូចគ្នាលើកនេះជើងឆ្វេងវិញម្ដងតើបងប្អូនទាំងអស់គ្នាចូលដល់លំហាត់ប្រាណទី12បងប្អូនទាំងអស់គ្នាដាក់ដៃចេះមកដៃរបស់យើងទៅប៉ះចុងជើងរបស់យើងតោះលំហាត់ប្រាណនេះជួយខ្លាំងណាស់ទៅលើការសម្រកខ្លាញ់ក្បាលពោះផ្នែកខាងក្រោមបងប្អូនទាំងអស់គ្នាកុំមើលងាយលំហាត់ប្រាណស្រាលឲ្យតែយើងធ្វើបានជាប់បងប្អូនទាំងអស់គ្នាងាយហ្មងក្នុងការសម្រកខ្លាញ់ក្បាលពោះបងប្អូនទាំងអស់គ្នាលំហាត់ប្រាណទី13ហើយនៅសល់តែ2លំហាត់ប្រាណទៀតយើងចប់ណាស៊ូៗទាំងអស់គ្នាកុំទាន់បោះបង់ចោលខ្ញុំតោះស្រាលមួយលំហាត់ប្រាណទី14នៅសល់តែ2លំហាត់ប្រាណនេះបងប្អូនទាំងអស់គ្នាលំហាត់ប្រាណទី14យើងងាកបែបនេះបងប្អូនទាំងអស់គ្នាតោះយើងធ្វើទាំងអស់គ្នាដៃរបស់យើងពាត់ទៅរកខ្លួនលំហាត់ប្រាណទី15ជាលំហាត់ប្រាណកូនពៅតើបងប្អូនទាំងអស់គ្នាធ្វើមួយខាងទៀតដូចគ្នាអញ្ចេះណាពីដៃយើងច្រត់ចង្កេះមកត
បងប្អូនទាំងអស់គ្នារៀងអៀងខ្លួនបន្តិចអូខេបងប្អូនទាំងអស់គ្នាលំហាត់ប្រាណដើម្បីសម្រក់ខ្លាញ់លើក្បាលពោះចំណាយពេលត្រឹមតែ10នាទីទេគឺបងប្អូនទាំងអស់គ្នាអាចទទួលបានក្បាលពោះមើលទៅរាបស្មើស្អាតបងប្អូនទាំងអស់គ្នាអនុវត្តវាជារៀងរាល់ថ្ងៃហើយបើសិនជាបងប្អូនទាំងអស់គ្នាយល់ឃើញថាលំហាត់ប្រាណដែលខ្ញុំបង្ហាញនេះរៀងស្រាលអត់ទាន់បែកញើសអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើវាចំនួន2ជុំបានអញ្ចឹងបងប្អូនទាំងអស់គ្នាបើពេញចិត្តវីដេអូនេះកុំភ្លេចជួយ like ហើយនិង subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងហើយយើងនឹងរងចាំទស្សនាវីដេអូលំហាត់ប្រាណថ្មីៗបន្តទៀតនៅក្នុងសប្តាហ៍ក្រោយ